ជប៉ុនស្ដីបន្ទោសអ្នកការទូតចិនខណៈកំហឹងជុំវិញតៃវ៉ាន់កាន់តែឡើងកម្ដៅ កាលពីថ្ងៃច័ន្ទទី 10 ខែវិច្ឆិកា ប្រទេសជប៉ុនបានរិះគន់អ្នកការទូតចិនម្នាក់ចំពោះពាក្យសម្ដីមិនសមរម្យដែលហាក់សម្ដៅទៅលើនាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បន្ទាប់ពីលោកស្រីបានលើកឡើងថាទីក្រុងតូក្យូអាចនឹងចាត់វិធានការយោធាប្រសិនបើទីក្រុងប៉េកាំងវាយប្រហារតៃវ៉ាន់ដែលជាប្រទេសជិតខាងនេះបើយោងតាមសារព័ត៌មាន Channel News Asia នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍លោកសៀជៀនអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងអូសាកាបានចែករំលែកអត្ថបទព័ត៌មានអំពីប្រសាសន៍លោកស្រីតាកាអ៊ីឈីអំពីតៃវ៉ាន់និងបានអធិប្បាយថាអ្នកណាដែលហ៊ានលូកដៃចូលត្រូវតែកាត់ដៃនោះចោលហើយការបង្ហោះនោះត្រូវបានលុបចោលវិញនៅពេលក្រោយទោះបីជាយ៉ាងនេះក្តីទីក្រុងប៉េកាំងបានការពារការបង្ហោះផ្ទាល់ខ្លួនដែលធ្វើឡើងដោយអ្នកការទូតនោះនៅក្នុងសង្គ្រាមពាក្យសម្ដីដែលកំពុងកើនឡើងជាមួយមេដឹកនាំថ្មីរបស់ជប៉ុនដែលមានជំហររឹងរូសដែលគំរាមកំហែងធ្វើឲ្យទំនាក់ទំនងរវាងគូប្រជែងប្រវត្តិសាស្ត្រទាំងពីរតានតឹងឡើងវិញបន្ទាប់ពីរយៈពេលមួយដែលហាក់មានភាពស្ងប់ស្ងាត់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងតូក្យូក៏បានថ្លែងអត្ថាធិប្បាយផងដែរដោយបាននិយាយថាលោកសៀបានគំរាមកំហែងលោកស្រីតាកាអ៊ីឈីលោកមីណូរុគីហារ៉ាអគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថាខណៈដែលចេតនានៃការបង្ហោះនោះមិនទាន់ច្បាស់ទាំងស្រុងលោកសៀបានធ្វើសេចក្តីថ្លែងការណ៍មិនសមរម្យជាច្រើនហើយថាជប៉ុនបានស្នើសុំម្ដងហើយម្ដងទៀតឲ្យទីក្រុងប៉េកាំងចាត់វិធានការសមស្របទន្ទឹមនឹងនេះដែរលោកស្រីតាកាអ៊ីឈីបានប្រាប់សភានៃប្រទេសជប៉ុនកាលពីថ្ងៃសុក្រថាការវាយប្រហារលើតៃវ៉ាន់ដែលស្ថិតនៅចម្ងាយត្រឹមតែជាង100គីឡូម៉ែត្រពីទឹកដីជប៉ុនអាចត្រូវបានចាត់ទុកថាជាស្ថានភាពដែលគំរាមកំហែងដល់ការរាប់អានរបស់ជប៉ុនដែលជាពាក្យផ្លូវច្បាប់ត្រូវតែបានណែនាំក្នុងឆ្នាំ2015ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីជប៉ុនដាក់ពង្រាយកងកម្លាំងស្វ័យការពារជាតិរបស់ប្រទេសនេះរហូតមកដល់ពេលនេះនាយករដ្ឋមន្ត្រីជប៉ុនបានជៀសវាងការលើកឡើងពីតៃវ៉ាន់នៅពេលពិភាក្សាជាសាធារណៈអំពីសេណារីយ៉ូដែលអាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាចំនួនការទូតនេះបានកើតឡើងមិនដល់1ខែផងបន្ទាប់ពីលោកស្រីតាកាអ៊ីឈីបានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសជប៉ុននិងមិនដល់2សប្តាហ៍ផងបន្ទាប់ពីលោកស្រីបានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាដោយការបង្ហោះរូបថតកិច្ចប្រជុំជាមួយតំណាងតៃវ៉ាន់នៅឯកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយនៅទីក្រុងសេអ៊ូលកាលពីដើមខែនេះលោកស្រីក៏បានជួបជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅទីនោះផងដែរដោយមេដឹកនាំទាំងពីរបានយល់ព្រមបន្តទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនានិងស្ថិរភាពសកម្មភាពដំបូងមួយក្នុងចំណោមសកម្មភាពដំបូងរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រីគឺការបង្កើនល្បឿននៃការកសាងសមត្ថភាពការពារជាតិដែលមានគោលបំណងទប់ស្កាត់មហិច្ឆតាយោធារបស់ទីក្រុងប៉េកាំងនៅអាស៊ីបូព៌ាផងដែរខ្ញុំបាទស៊ីណាតពីរំលេច News TV